ព្រះអរិយសង្ឃណាបបរិស័ទវិស័យជាទាំងខេណាយបុកចរសាមានអន្ត្រីរងាប់ហើយមានមន្តគឺរាគាតិកិលេសទាំងពួងបុណ្យសាបងហើយជាព្រះសង្ឃដល់ហើយនៅកិរិយាសម្រាប់ដោយគុណទាំងឡាយដ៏ច្រើនជាព្រះសង្ឃមានអាសវកមិនមានគឺតាជាព្រះស្រីណាស្របព្រមព្រះករណាសូមក្រាបថ្វាយបង្គំនៅព្រះអរិយសង្ឃនោះដោយគោរពសូមអនុមោទនាគឺចុះកាច់កុំអត់មានតែការដែលអប់រំហេតុនៃសេចក្តីល្អនឹងឯងអប់រំហេតុដែលយើងបានខ្សែគប់ជាមួយនឹងពធហ្នឹងណាឲ្យហេតុនឹងឯងសាងសេចក្តីសុខសាងសេចក្តីល្អសាងគុណឲ្យខ្លួនយើងអញ្ចឹងគឺថាចង់សាងអាត្មាកុំឆ្ងាយអ្នកប្រាជ្ញកុំឆ្ងាយពធទេហ្នឹងគឺថាជាហេតុនៃសេចក្តីសុខនៃពុទ្ធបរិស័ទយើងតាមពិតសេចក្តីល្អដែលយើងមានខ្លះនោះក៏ព្រោះបច្ច័យនៃសេចក្តីល្អនោះមានត្រឹមតែប៉ុណ្្នឹងចំណែកអ្នកដទៃវិញក៏ដូចគ្នាសុទ្ធតែមានហេតុផលជាបរមត្តនៅក្នុងបុគ្គលម្នាក់ដូច្នេះបើយើងមានបញ្ញាទទួលអារម្មណ៍ជាការពិតបានយើងនឹងរស់នៅក្នុងពិភពនៃសេចក្តីសុខស្ងប់ត្រង់ដែលយើងមិនអាចចេះតែខ្វាយខ្វល់ទៅថាអ្នកដទៃនឹងគួរតែយ៉ាងនេះអ្នកដទៃគួរតែយ៉ាងនោះដូចជាអតីតកាលដែលកន្លងទៅហើយអញ្ចឹងយើងមិនអាចកែអតីតកាលបានប៉ុន្តែយើងអាចកែខ្លួនយើងក្នុងបច្ចុប្បន្នហ្នឹងឲ្យយើងរស់នៅជាសុខបានទេតើយើងមិនអាចឲ្យអភ័យដល់អ្នកដទៃបានបើយើងឲ្យអភ័យក៏យើងមិនអាចកែរឿងដែលកន្លងទៅហើយនឹងទេក៏ប៉ុន្តែយើងអាចកែជីវិតរបស់យើងដែលធ្លាប់តែល្ងងហ្នឹងឲ្យបានមកជាការចេះដឹងមានសេចក្តីសៅមងហ្នឹងឲ្យបាននៅសេចក្តីបរិសុទ្ធដូច្នេះត្រូវជួយខ្លួនឯងក្នុងបច្ចុប្បន្ននេះឯងទាំងដែលយើងរស់នៅក្នុងបច្ចុប្បន្នមួយថ្ងៃមកយាមមកពេលមកគណៈមួយគណៈនេះគឺយើងត្រូវតែធ្វើបច្ចុប្បន្ននឹងឯងឲ្យបានបរិសុទ្ធទៅតាមសតិសម្បជញ្ញៈដែលមាននេះគឺជាអាវាតសម្រាប់កូនចៅដែលព្រាត់ប្រាសអំពីមេត្តាបិតាទៅត្រូវកុំឆ្ងាយអំពីពធទាំងដើម្បីយើងប្រឹងប្រែងឲ្យជីវិតរបស់យើងនឹងឯងបានភ្លឺស្វាងរួចផុតអំពីការគ្របសង្កត់របស់ខន្ធមាកិលេសមានឹងឯងត្រូវតែដើរនៅក្នុងផ្លូវរបស់ព្រះសម្មាសម្ពុទ្ធជាបិតារបស់យើងដែលយើងនឹងឆ្លងផុតអំពីសេចក្តីទុក្ខលំបាកទៅពេលណាយើងនឹងបានសេចក្តីសុខមានភាពភ្លឺស្វាងក្នុងពេលនោះប៉ុន្តែឥឡូវយើងអត់ធន់នឹងឯងទទួលយកសេចក្តីទុក្ខលំបាកនឹងជាបទពិសោធន៍មកសិក្សាដើម្បីឲ្យយើងឃើញថាវដ្តសង្សារគឺមិននៅក្នុងអំណាចដែលយើងគ្រប់គ្រងទេធ្វើឲ្យយើងនឿយណាយហើយយើងលះបង់ពិតប្រាកដមែនទាំងសូមអនុមោទនា